បាក់ព្រាឈ្មោះភូមិមួយដែលស្ថិតនៅក្នុងឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងត្រូវបានគេស្គាល់ច្បាស់តាមរយៈបទចម្រៀងកូនស្រីអ្នកនេសាទដែលបញ្ចេញសូរសៀងដោយអ្នកស្រីរស់សេរីសុទ្ធានិងនិពន្ធដោយកវីស្ទឹងសង្កែលោកគង់ប៊ុនឈឿនបាក់ព្រានាពេលសូរិយារៀបនឹងរលកព្រៃព្រេងរំលេងគួរព្រំតោមិនខុសពីការរៀបរាប់ក្នុងបទចម្រៀងនោះឡើយភូមិមួយនេះនៅតែជាតំបន់នេសាទសម្រាប់ពលរដ្ឋប្រមាណ400គ្រួសារក្នុងការប្រកបរបរចិញ្ចឹមជីវិតលើចម្ងាយជាង35គីឡូពីទីរួមខេត្តបាត់ដំបងការធ្វើដំណើរទៅកាន់ភូមិបាក់ព្រាត្រូវចំណាយពេលប្រមាណ3ម៉ោងដោយកាត់ការធ្វើដំណើរតាមកាណូតលើស្ទឹងសង្កែនៅតាមផ្លូវឆ្ពោះទៅកាន់ភូមិនេសាទមួយនេះលោកអ្នកនឹងបានទស្សនានៅទេសភាពស្រស់ស្អាតហុំព័ទ្ធដោយព្រៃលិចទឹកជាទីគយគន់និងផ្ទះនៅលើផ្ទៃទឹកនិងការប្រកបរបរនេសាទរបស់ប្រជាជននៅទីនោះបច្ចុប្បន្នភូមិបាក់ព្រាមានសាលារៀនវត្តអារាមនិងមណ្ឌលសុខភាពផងដែររឿងស្នេហ៍